ធប់ភ្នំទ្របនិងខ្មៅទីហ៊ានសៀមក្នុងខែកក្កដាឆ្នាំ2025នៅពេលកម្លាំងទីហ៊ានសៀមបានឆ្លងចូលតំបន់ភ្នំទ្របដើម្បីប្រយុទ្ធជាមួយកងទីហ៊ានខ្មែរសង្គ្រាមកាត់ឡើងយ៉ាងសាហាវឈាមស្រកពេញដីភ្នំក្នុងថ្ងៃ24ខែកក្កដាកងទីហ៊ានសៀមជាច្រើនត្រូវបានសម្លាប់និងកប់សពនៅក្នុងដីភ្នំនោះមនុស្សក្នុងតំបន់បាននិយាយថាពីថ្ងៃនោះតទៅភ្នំទ្របក្លាយជាកន្លែងងងឹតពោពេញដោយអាក្រក់ពេលយប់លឺសូរទីហ៊ានសៀមរៀបជួរអាវុធដើរលើផ្លូវភ្នំដូចជាមានជើងរាប់រយឆក់ដីបន្លឺដល់ចិត្តអ្នកដែលឡើងភ្នំយប់បានឃើញរូបរាងទីហ៊ានសៀមឈីមជ្រាបពាក់អាវចម្រិតច្របាច់ក្បាលបាត់ភ្នែកបាត់ដៃធ្វើទម្រង់ដើរចេញពីព្រៃងងឹតមានពលរដ្ឋសៀមមួយចំនួនដែលមកដល់តំបន់ក្បែរភ្នំបាននិយាយថាពួកគេឮសូរអស់ចិត្តសោកស្ដាយយើងមិនបានត្រឡប់ផ្ទះទេយើងស្លាប់ក្នុងដីខ្មែរធ្វើឲ្យយោមានអ្នកភ័យរត់ត្រឡប់ក្បាលឆ្ងាយពីភ្នំនោះពេលខ្លះគេឮសូរប្រដោះអាវុធសូរស្ដាប់ព្រៀងៗដូចជាកងទីហ៊ានកំពុងប្រយុទ្ធវិញពលរដ្ឋក្នុងតំបន់ជិតភ្នំសូម្បីតែគេងក៏ឮសូរនេះហើយមានមនុស្សខ្លះចង់ទៅមើលតែត្រឡប់មិនវិញអ្នកចាស់ៗនិយាយថាខ្មោចទីហ៊ានសៀមទាំងនោះមិនអាចជជែកពីភ្នំទ្របបានឡើយព្រោះឈាមនិងសាច់ឈាមរបស់ពួកគេបានលាយចូលជាមួយដីខ្មែរពួកគេចេញមកតែដើម្បីបន្លាចទីហ៊ាននិងពលរដ្ឋសៀមដែលកាន់តែចូលដីខ្មែរចុងបញ្ចប់ភ្នំទ្របបានក្លាយជាសញ្ញាភ័យខ្លាចនិងជាកន្លែងមនុស្សគិតឆ្ងាយព្រោះអ្នកណាមានចិត្តក្លាហានទៅក្នុងព្រៃភ្នំនៅពេលយប់អាចនឹងជួបកងខ្មោចទីហ៊ានសៀមដែលកំពុងរាយជួរ